យើងទៅលើកនេះយើងជោគជ័យខ្លាំងដោយសារយើងបានមេដៃ3កម្រិតហ្គេមរបស់គេលេងហ្នឹងវាមានប្រទេសចូលលេងហ្នឹងវាចូល45ប្រទេសខ្ញុំបាទលោកគ្រូធុនសុភាសប្តាហ៍ថ្ងៃនេះបង្កើតក្លឹបធុនភាគុណខ្មែរនៅពិសិដ្ឋសប្តាហ៍ថ្ងៃនេះក៏ជាគ្រូជំនឿជាតិថ្នាលដែរខ្ញុំបាទឈ្មោះផាត់ស្ដាជាគ្រូក្លឹបគុណខ្មែរសុបហ្វាយនៅក្នុងពិសិដ្ឋដែរហើយក៏ជាគ្រូជំនួយគ្រូថ្នាលជំនឿជាតិថ្នាលសម្រាប់វិទ្យាសាស្ត្រគុណខ្មែរហ្នឹងមានខ្ញុំ2នាក់ហើយកូនសិស្សមាន9នាក់ស្រី3ប្រុស6ដឹកនាំទៅយើងពិបាកដែរដោយសារទៅដល់នោះវាប្រទេសគេវារបៀបអាស៊ីហ្គេមហ៎អញ្ចឹងវាធំកម្មវិធីគេធំជាងរបៀបស៊ីហ្គេមយើង11ប្រទេសអានោះវា45ប្រទេសអញ្ចឹងវាធំទៅជួបទាំងអស់យើងទៅលើកនេះយើងជោគជ័យខ្លាំងយើងបានមេដៃ3មេដៃប្រាក់2មេដៃសម្រិត1ពីមុនយើងមិនដែរយកបានអញ្ចឹងណាដល់ហើយនេះជាលើកទី1ដែលគុណខ្មែរយើងទទួលបានមេដៃ3ពីប្រទេសបារ៉ែនពេលហ្នឹងអារម្មណ៍យើងវានិយាយទៅវាសប្បាយលើសអ្វីទាំងអស់ដោយសារយើងភ័យណាស់យើងដឹកនាំក្មេងៗទៅយើងនឹកឃើញពីយើងអ្វីដែលយើងថាមិនបានណាយើងគិតថាបើមិនបានអញដើរមកចូលស្រុកខ្មែរមិនវិញបើសិនអត់បានយើងគិតអស់ហើយដល់ពេលបានយើងមានអារម្មណ៍មួយអមបានយកមេដៃដែលមិនងាយយកមកបានដល់ស្រុកខ្មែរអញ្ចឹងអារម្មណ៍យើងគឺសប្បាយមែនទែនមិនថាមេដៃប្រាក់ទេមេដៃសម្បត្តិក៏សប្បាយដែរឲ្យតែបាន11ប្រទេសយើងគេហៅអាស៊ីបូពីបើអានោះអាស៊ីនោះវាធំកម្រិតហ្គេមរបស់គេលេងហ្នឹងវាមានប្រទេសចូលលេងហ្នឹងវាចូល45ប្រទេសបាទ45ប្រទេសអញ្ចឹងយើងមិននឹកស្មានថាយើងយកបានដែរទេយើងយកបានយើងអមែនទែនមានមោទនភាពហើយសប្បាយរីករាយដោយសារជាក់ស្ដែងយើងទៅក្នុងផ្ទាល់យើងឃើញភាពជាក់ស្ដែងហ្នឹងគឺយើងឃើញទាំងអស់មានប្រទេសខ្លះមិនបានផងបាទហើយយើងទទួលបានមេដៃគឺយើងសប្បាយរំភើបខ្លាំងមកចង់ហោះមកដំបូងផុតពួកយើងទៅគេអត់ស្គាល់យើងទេគេអត់ស្គាល់ទេគេអត់ស្គាល់កម្ពុជាមិនស្គាល់ទេយើងដើរមកចូលទៅហ្គេមលេងមួយគេឃើញពួកយើងទុយថាគេមិនមើលមុខយើងផងគេមើលដល់ពេលយើងឈ្នះថ្ងៃដំបូងយើងចាញ់ទៅប្រហែលអ្នកថ្ងៃដំបូងគឺចាញ់តែម្នាក់ឈ្នះដល់6អញ្ចឹងពួកខាងបរទេសនោះគេចាប់អារម្មណ៍យើងគេស្គាល់យើងផលម៉ាក់ច្រើនដោយសារពួកគាត់សិតតែក្មេងៗហើយយើងគិតទៅយើងការវឹកហាត់ការអីមិនជាបញ្ហាទេបញ្ហាគឺការឆ្លងប្រទេសគាត់ដោយសារគាត់ក្មេងគាត់ភ័យពីចុងក្រោយនេះក៏អរគុណទៅដល់អាដាមកៃឆាយយកចិត្តទុកដាក់ជាមួយវិស័យកីឡាគុណខ្មែររបស់យើងហើយនឹងអរគុណដល់អាដាមវត្តចម្រើនដែលជួយគ្រប់វិស័យទាំងអស់ដែលកីឡារបស់យើងចេញទៅប្រកួតនៅក្រៅប្រទេសហើយអរគុណដល់អ្នកអង្គការសមាគមវឌ្ឍនៈតែជួយដល់គ្រប់កីឡានៅស្រុកខ្មែរយើងគឺអ្នកអង្គការសមាគមវឌ្ឍនៈគាត់ជួយបានច្រើនបំផុតហ្មងជួយដល់វិស័យគុណខ្មែរនិងកីឡាផ្សេងអញ្ចឹងសូមឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរជួយគ្រប់គ្រងផលិតផលក្នុងស្រុកក៏ដូចជាក្រុមហ៊ុនវឌ្ឍនៈដើម្បីឲ្យក្រុមហ៊ុនជួយជំរុញវិស័យកីឡាយើងតទៅមុខទៀតបាទ